ចឹងខ្ញុំមកប្រាប់ពីរបៀបភ្ជាប់ Bluetooth ហើយនឹងចង់បញ្ជាក់អ្នកនរគ្នាបាទដោយសារភ្ញៀវគាត់និយាយទៅគាត់អត់ជឿហ្មងថាដុំនឹងភ្ជាប់ Bluetooth ទៅធុងបាសបានណាចឹងខ្ញុំចង់បញ្ជាក់អ្នកនរគ្នាថាវាពិតជាមាន Bluetooth មែនព្រោះនៅកន្លែងនេះគេដាក់ BT 5.0 ឃើញទេបាទហើយតាក់ទងជាមួយនឹង chip វាប្រើ RK3518 អញ្ចឹងបើបងដែលចេះ research គាត់ស្គាល់ហើយគាត់អត់ស្មុគស្មាញទេតែបងខ្លះគឺគាត់អត់ដឹងហ្មងគាត់ដោយសារគាត់ធ្លាប់ទិញចាញ់បោកគេបាទគេថាភ្ជាប់ទៅធុងបាសឲ្យបានតែជាក់ស្ដែងទៅពេលទិញយកទៅភ្ជាប់អត់បានអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍អ្នកនរគ្នាមើលហ្មងអូខេអញ្ចឹងសម្រាប់ការ connect Bluetooth របស់យើងទី1ខ្ញុំបញ្ជាក់អ្នកនរគ្នាចង់ភ្ជាប់ទៅធុងបាសអីក៏បានដែរឲ្យតែធុងបាសហ្នឹងមាន Bluetooth ណាបាទមិនថាបាសតូចមិនថាបាសធំបាទមិនថាបាស brand LG Samsung Sony JBL បាទពួកអាមេរិកពួកចិនអីសូម្បីបាសចិននេះក៏ភ្ជាប់បានដែរហេតុអីបើខ្ញុំថាភ្ជាប់បាននេះអ្នកនរគ្នាឃើញអត់បាសនេះទិញមកអត់ដែរស្ដាប់គឺទិញសម្រាប់តេស្តឲ្យណាសូម្បីតែនេះជាដើមចង់ដាក់ទៅពួក analog ចង់ដាក់ទៅ mixer ចង់ដាក់ទៅ ampli បាទពួកបាសជាប់ជាងនេះអញ្ចឹងដោយសារតែខ្ញុំមានឧបករណ៍សម្រាប់តេស្តអញ្ចឹងបានហ៊ានប្រាប់អ្នកនរគ្នាថាវាពិតជាភ្ជាប់បានមែនមិនចេះតែនិយាយតែមាត់ទេណាបាទអូខេតោះអញ្ចឹងយើងមកមើលពីរបៀបភ្ជាប់ទាំងអស់គ្នាចឹងដំបូងអាចបើកធុងបាសសិនមកណាខ្ញុំសុំតេស្តមួយនេះចុះបាទយើងចុចបើកមួយមកណាបាទហើយខ្ញុំគិតថាដូចជាមិនបាច់ប្រាប់អ្នកនរគ្នាថាប៊ូតុងបើកបាសនៅកន្លែងណាទេព្រោះបាសអ្នកនរគ្នានឹងដឹងហើយណាមួយបាសយើងផ្សេងហៅប៊ូតុងបើករៀងខ្លួនទៅហើយសម្រាប់បាសខ្លះគ្រាន់តែបើកមកវាចេញឈ្មោះហើយបើបាសខ្លះបើកមកអត់ចេញឈ្មោះទេតើចុចរូប Bluetooth នេះសិនបានវាចេញ connect ឲ្យបាទអូខេតោះអញ្ចឹងយើងមកមើលលើ screen ម្ដងអញ្ចឹងអានេះគឺ screen TV box របស់យើងណាបាទបន្ទាប់មកចង់ចូលភ្ជាប់ Bluetooth ធ្វើមិនដូចតែទូរស័ព្ទអ្នកគ្នាចង់ភ្ជាប់ Bluetooth មួយធុងបាសមិនត្រូវចុច setting ត្រូវអត់បាទអញ្ចឹងដុំនឹងដូចគ្នាចុចនេះ setting នៅលើ tele ហ្នឹងមកបាទចុចហើយអ្នកគ្នាអូសមកក្រោមរកពាក្យថាឧបករណ៍បញ្ជាពីចម្ងាយនិងឧបករណ៍បន្ទាប់បន្សំអញ្ចឹងអានេះជាភាសាខ្មែរបើអ្នកគ្នាអត់ចេះភាសាអង់គ្លេសក៏មិនបាច់ភ័យដែរព្រោះដាក់ជាភាសាខ្មែរហ្មងហើយអ្នកគ្នាអាចយល់គ្រាន់តែចេញមកអ្នកគ្នាអាចនឹងអានយល់ឧបករណ៍បន្ទាប់បន្សំហ្នឹងបានន័យថាមិនបាច់វាមានដូចជា keyboard មានដូច mouse ឬក៏ធុងបាសយើងហ្នឹងគេហៅថាឧបករណ៍សម្រាប់បន្ទាប់បន្សំហើយបាទអញ្ចឹងយើងចុច OK លើហ្នឹងមកបន្ទាប់ពីចុច OK អ្នកគ្នានឹងឃើញគេដាក់នេះបន្ថែមគ្រឿងបន្ទាប់បន្សំរូប Bluetooth ហ្នឹងអញ្ចឹងយើងចង់ភ្ជាប់ធុងបាសយើងត្រូវចុច OK មួយមកហើយ OK អ្នកគ្នាឃើញប៊ូតុងនៅលើ tele ស្រាប់ហើយចុច OK មួយមកវានឹងធ្វើការ search ឈ្មោះបាទខ្ញុំសូមស៊ូមចេញមកបន្តិចsearch ឈ្មោះហ្នឹងគឺ search ឈ្មោះគេគឺ search ឈ្មោះធុងបាសយើងហ្នឹងហើយបាទអញ្ចឹងធុងបាសអ្នកនរគ្នាឈ្មោះអីវានឹងបង្ហាញនៅលើតារាងហ្នឹងហើយអញ្ចឹងដោយសារខ្ញុំប្រើ JBL អញ្ចឹងវានឹងដាក់ឈ្មោះមកនេះ JBL Boombox 3អញ្ចឹងយើងធ្វើការ select មកណាធុងបាសយើងឈ្មោះ JBL យើងចុច OK លើ JBL ហ្នឹងមកហើយបន្ទាប់មកយើងចាំមក plate សិនមកដើម្បីឲ្យវាធ្វើការភ្ជាប់ទៅធុងបាសរបស់យើងព្រោះអានេះយើងអាចចុចភ្លាមវាភ្ជាប់ភ្លាមទេបាទនៅពេលដែលចុចហើយវាចេញពាក្យថាបានផ្គូផ្គងហ្នឹងបានថាវាជាប់ហើយឥឡូវយើងចង់ដឹងថាជាក់ស្ដែងជាប់មែនឬក៏អត់គ្រាន់តែចូលទៅក្នុង YouTube ហើយយើងតេស្តចម្រៀងមកបាទអញ្ចឹងខ្ញុំចាក់ចម្រៀងមួយចុះខ្ញុំខាដល់កន្លែងច្រៀងបន្តិចឃើញទេសលេងចេញមកពីធុងបាសមិនមែនសលេងចេញពីទូហ្នឹងណាបាទនេះខ្ញុំដកទូរស័ព្ទឲ្យមើលបន្តិចនេះសលេងយើងចេញពីធុងបាសនេះចង់បន្ថយចុចបន្ថយមកណាបាទអាចបន្ថយបន្ថែមសលេងនៅលើធុងបាសយើងបានឬក៏ចង់បន្ថយតឡើងសលេងនៅលើ tele ក៏បានដែរចង់នៅលើ tele ក៏បានធុងបាសក៏បានឥឡូវខ្ញុំតឡើងឲ្យលឺខ្លាំងបាទហើយសុំបិទបន្តិចហើយសម្រាប់សលេងអត់មានលឺមុនលឺក្រោយទេណាសលេងគឺលឺស្មើគ្នាដោយសារតែដុំយើងប្រើជាមួយនឹងបាទ Bluetooth ស៊េរីថ្មីបាទ 5.0 ហ្នឹងគឺ latency វាទាបអញ្ចឹងគឺអត់មានសលេងទៅក្រោយហើយរូបភាពរត់ទៅមុនហើយបានលឺសលេងអត់ទេបាទគឺវាតន់គ្នាអញ្ចឹងយកទៅជាងក្រៅអូខេអីគឺបានមកចប់តែម្ដងអូខេអញ្ចឹងមានប៉ុណ្ណឹងអ្នកនរគ្នាឆ្ងល់អីអាចសួរបន្ថែមបាន